សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនអំពីរបៀបនៃការបញ្ចូល stock នៅក្នុងកម្មវិធី TO Inventory Cloud ដើម្បីធ្វើការបញ្ចូល stock នៅក្នុងកម្មវិធី TO Inventory Cloud ជាដំបូងលោកអ្នកត្រូវ click ចូលទៅក្នុង Module Stock បន្ទាប់មកធ្វើការ click ទៅលើពាក្យ Receive Product click នៅលើប៊ូតុង Create ដើម្បីធ្វើការបញ្ចូល stock សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាត់ record ជូននៅស្វ័យប្រវត្តិធ្វើការជ្រើសរើសថ្ងៃខែដែលលោកអ្នកបញ្ចូល stock ជ្រើសរើសឈ្មោះសាខាដែលត្រូវបញ្ចូលជ្រើសរើសឈ្មោះឃ្លាំងជ្រើសរើសឈ្មោះ supplier បំពេញ reference ដែលជាព័ត៌មាននៃការបញ្ចូល stock คลิกត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខទំនិញដែលត្រូវបញ្ចូលបន្ទាប់មកคลิกនៅលើប៊ូតុង OK បំពេញចំនួនដែលត្រូវបញ្ចូលរួច Enter ចំពោះទំនិញប្រភេទលេខ serial លោកអ្នកត្រូវបំពេញលេខ serial ឲ្យគ្រប់ចំនួនដែលត្រូវបញ្ចូល stock រួច click OK ចំពោះទំនិញប្រភេទដែលមានការបរិច្ឆេទផុតកំណត់លោកអ្នកត្រូវបំពេញចំនួនដែលលោកអ្នកចង់បញ្ចូលនិងការបរិច្ឆេទផុតកំណត់របស់ទំនិញEnter click OK ជ្រើសរើសខណៈដែលត្រូវបញ្ចូលបំពេញថ្លៃដើមដែលលោកអ្នកទិញចូលរួច click Save click លើប៊ូតុង Print ដើម្បី print ឯកសារចេញ click លើប៊ូតុង Preview ដើម្បីពិនិត្យឡើងវិញឬ click Continue ដើម្បីបញ្ចប់ដើម្បីពិនិត្យមើលប្រតិបត្តិការដែលលោកអ្នកធ្វើការបញ្ចូល stock រួចអ្នកអាច click ចូលទៅក្នុង Module Report ឬ click លើពាក្យ Receive ធ្វើការកំណត់ការបរិច្ឆេទដែលលោកអ្នកចង់ឆែក click លើ Advanced Filter លោកអ្នកអាចធ្វើការជ្រើសរើសឈ្មោះ Outlet Supplier និងបន្ថែមគ្រាប់បាយដើម្បីឲ្យការបង្ហាញរបស់បាយការមានភាពងាយស្រួលក្នុងការមើលលោកអ្នកអាចធ្វើការជ្រើសរើសការបង្ហាញ report បែបសង្ខេបឬលម្អិតបន្ទាប់មក click នៅលើប៊ូតុង Apply លោកអ្នកអាច click ត្រង់នេះដើម្បីធ្វើការ print របាយការណ៍ចេញ